នៅក្នុងពិភពនៃសត្វស្លាបកាលណាគេនិយាយអំពីភាពស្រស់ស្អាតគេតែងនឹកឃើញដល់សត្វក្ងោកបើនឹកដល់ភាពអង់អាចគេតែងនឹកដល់សត្វមន្ត្រីប៉ុន្តែបើនិយាយអំពីខួរក្បាលនិងភាពឆ្លាតវៃគ្មានសត្វណាអាចយកឈ្នះលើសត្វក្អែកបានឡើយតើអ្នកដឹងទេក្អែកមិនគ្រាន់តែជាបក្សីដែលមានសម្រែករំខានឬជាសញ្ញានៃបំណងអាក្រក់ដោយដែលពាក្យចាស់ខ្មែរយើងធ្លាប់តែនិយាយនោះទេតាមពិតទៅពួកវាមានសមត្ថភាពដោះស្រាយបញ្ហាកត់ចំណាំមុខមនុស្សនិងសូម្បីតែប្រើប្រាស់ឧបករណ៍ដោយខ្លួនឯងក្អែកគឺជាសត្វស្លាបដែលអាចរកឃើញនៅគ្រប់ទីកន្លែងតាមភូមិទីក្រុងវាលស្រែនិងនៅតាមព្រៃរាងកាយរបស់វាពណ៌ខ្មៅប៉ុន្តែបញ្ញារបស់វាមិនងងឹតដូចពណ៌នោះទេវាជាសត្វស្លាបដែលឆ្លាតបំផុតនៅលើភពផែនដីអ្នកវិទ្យាសាស្ត្របានរកឃើញថាក្អែកមានកម្រិត IQ ខ្ពស់ស្មើនឹងក្មេងអាយុ7ឆ្នាំពួកវាជាសត្វមួយក្នុងចំណោមសត្វតិចតួចបំផុតនៅលើโลกដែលចេះប្រើប្រាស់ឧបករណ៍ក្អែកអាចចងចាំមុខមនុស្សអាចដោះស្រាយបញ្ហានិងប្រើប្រាស់ឧបករណ៍ដើម្បីទទួលបានអាហារវាមិនត្រឹមតែរស់ដោយសុភមង្គលទេវារស់ដោយការគិតបញ្ញារបស់វាធ្វើឲ្យអ្នកវិទ្យាសាស្ត្រជាច្រើនភ្ញាក់ផ្អើលនេះមិនមែនជាសភាវគតិទេប៉ុន្តែគឺជាការចេះសង្កេតនិងរៀនសូត្រពីមជ្ឈដ្ឋាននៅជុំវិញរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺក្អែកអាចចំណាំមុខមនុស្សបានច្បាស់បើអ្នកធ្លាប់ធ្វើបាបវានឹងចងគំនុំជាមួយអ្នករាប់ឆ្នាំអ្វីដែលរឹតតែពិសេសពួកវាអាចប្រាប់តគ្នាទៅកាន់ក្អែកដទៃទៀតឲ្យស្គាល់មុខសត្រូវរបស់វាផងដែរតើអ្នកធ្លាប់ឃើញវងក្អែកមកជុំគ្នាយ៉ាងច្រើននៅពេលមានក្អែកមួយងាប់ដែរឬទេមនុស្សជាច្រើនហៅវាថាពិធីបុណ្យសពក្អែកពួកវាមិនមែនមកយំទេប៉ុន្តែពួកវាមកដើម្បីសិក្សាពួកវាចង់ដឹងថាតើមិត្តភក្តិរបស់វាស្លាប់ដោយសារអ្វីតើមានគ្រោះថ្នាក់នៅក្បែរនេះដែរឬទេវាជាយន្តការការពារខ្លួនដ៏ឆ្លាតវៃបំផុតក្អែកមិនរស់នៅឯកាទេវាមានសង្គមមានគ្រួសារនិងមានមិត្តភក្តិវាអាចតាក់ទងគ្នាតាមសំឡេងតាមចលនានិងតាមការចងចាំរយៈពេលវែងនៅក្នុងពិភពក្អែកការរួមគ្នាគឺជាកម្លាំងនៅក្នុងជំនឿខ្មែរយើងក្អែកបន្លឺសំឡេងខ្វាក់ចិត្តផ្ទះគេច្រើនឲ្យប្រថ្នូរថាមានភ្ញៀវមកលេងឬមានរឿងមិនល្អប៉ុន្តែក្នុងវប្បធម៌ដទៃដូចនៅ Norwest ក្អែកគឺជាអ្នកនាំសាររបស់ព្រះអូឌីនតំណាងឲ្យចំណេះដឹងនិងការចងចាំសរុបមកក្អែកគឺជាសត្វដែលយើងគួរឲ្យតម្លៃនិងសិក្សាពីវាភាពឆ្លាតវៃភាពស្មោះត្រង់ចំពោះហ្វូងនិងសមត្ថភាពបត់បែនតាមកលៈទេសៈបានធ្វើឲ្យវាអាចរស់រានមាននៅគ្រប់ទីកន្លែងនៅលើពិភពលោកក្អែកមានទំនាក់ទំនងយ៉ាងស្មុគស្មាញមនុស្សខ្លះមើលវាជាសញ្ញាអាក្រក់មនុស្សខ្លះមើលវាថាជាសត្វដែលឆ្លាតវៃនិងមានប្រាជ្ញាប៉ុន្តែតាមការពិតពួកវាគ្រាន់តែរកវិធីរស់រានមានជីវិតដូចមនុស្សយើងដែរក្អែកអាចរស់នៅគ្រប់ទីកន្លែងដែលសត្វដទៃទៀតមិនអាចរស់នៅបានវាសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរវាស្វែងរកអាហារនៅគ្រប់ទីកន្លែងនិងរៀនពីកំហុសរបស់ខ្លួនឯងនេះជាមេរៀនធំបំផុតសម្រាប់ជីវិតក្អែកបានបង្រៀនយើងថាបញ្ញាមានតម្លៃជាងកម្លាំងការចងចាំមានតម្លៃជាងល្បឿនការសម្របខ្លួនគឺជាគន្លឹះនៃការរស់រានមានជីវិត